mùi nó đó ăn đi đây đâyថ្មីម្ដងទៀតខ្ញុំបាទសូមជម្រាបជូនថានេះជាការប្រកួតនៅដើមខ្សែក្រវ៉ាត់ជើងឯងគុណខ្មែរពិភពលោកនៅក្នុងប្រភេទទម្ងន់58គីឡូក្រាមបង្គោលក្រហមគឺហាន់2បាទហាន់2នៅខាងឃុំពីមឯកស្រុកឯកក្នុងខេត្តបាត់ដំបងនោះគឺគេហៅថាអ្នកជើងខ្លាំងចំនួនបន្តបាទនៅក្លឹបផ្ដល់រិះគូកីឡាសិស្សច្បងរបស់គាត់កុំបីបើពិភពលោកដែរបាទសុនត្រីវ៉ាន់ថងហើយបន្តមកទៀតមានសូនរ៉ាគីមបាទឥឡូវនេះគឺហាន់2ក៏នៅមានកីឡាករបន្តទៀតដែរនេះនិយាយត្រង់តែមកឃុំពីមឯងនៅស្រុកឯកក្នុងខេត្តបាត់ដំបងនេះបន្តដោយកីឡាករច្រើនណាស់បាទឯបង្គោលគីវបាទកីឡាករបាទជនជាតិឥណ្ឌូនេស៊ីជា professional ជាអ្នកបណ្ដាលជើងខ្លាំងមួយរូបដែលមានការហ្វឹកហាត់មានការប្រកួតប្រជែងបងប្អូនគ្រាន់តែប្រកួត14ដងឈ្នះ11ដងហើយនេះជាកំណត់សម្គាល់កំណត់ណាមួយដ៏គួរឲ្យចាប់អារម្មណ៍ដែររបស់ Jason បាទ Mustamu មកពីឥណ្ឌូនេស៊ីនឹង58គីឡូក្រាមបងប្អូន3ទឹកទេបាទក៏ក្រៅជីវដ្ឋានតែនេះក៏មកជួនដល់ក្រុមហ៊ុនខ្មែរ Beverages កម្លាំងខ្មែររួមគ្នាលើកតម្កើងគុណខ្មែរនាំជោគជ័យពីការអន្តរជាតិហើយទីចាពលកម្លាំងកម្ពុជាតែងតែលើកក្បែរចាំជួយគ្រប់គ្រងលើកស្ទួយអ្នកផ្សព្វផ្សាយគុណខ្មែរទៅឆាកអន្តរជាតិយ៉ាងពេញទំហឹងដោយពុកម៉ែបងប្អូនបានឃើញហើយថាក្រុមព្រះសីហនុជាទឹកដីដ៏អច្ឆរិយៈដែលជាប់មុតហេតុជាពលកម្លាំងកម្ពុជាធម្មពលនៃភាពជោគជ័យខ្សែក្រវ៉ាត់មកដល់ហើយបងប្អូនសូមផ្ទះដៃអបអរសាទរដំណើរទៅដល់នៃខ្សែក្រវ៉ាត់ពិភពលោកគុណខ្មែរពិភពលោក58គីឡូក្រាមដល់បានទៅលើកីឡាករកម្ពុជាឬក៏បានទៅលើកីឡាករឥណ្ឌូនេស៊ីនេះខ្សែក្រវ៉ាត់យ៉ាងស្រស់ស្អាតចាជាប្រវត្តិសាស្ត្រនៃការបណ្ដាលគុណខ្មែរពិភពលោក20ប្រទេសបានចូលរួមប្រកួតប្រជែងបាទចាក្រមត្រៀមប្រុងព្រៀបប្រកួតជើងឯកគុណខ្មែរអន្តរជាតិគូទី3គឺជាគូដណ្ដើមខ្សែក្រវ៉ាត់ពិភពលោកកម្ពុជាឥណ្ឌូនេស៊ីទឹកទី1រងភ័ណ្ឌទឹកទី1ចាប់ផ្ដើមហើយបង្គោលក្រហមកម្ពុជាគឺហាត់2បង្គោលខៀវគឺឥណ្ឌូនេស៊ីគឺ Jason ខ្ញុំសូមហៅ Jason បានយីក្នុងការហៅ58គីឡូក្រាមពីពួកយើងទឹកមកចាប់លឹកចូលចោលទីតែ Jason ដូចជានៅជាប់បានធម្មតាដល់អោយទៅក៏ជួយជាប់បានមួយមិនអីទេមិនច្រឡំកបនឹងកែខ្លួនអូតែអ្នកពីអីវិញមួយប៉ុននេះមកកន្លងទៅ Jason រៀបសកលទៅបោះហើយទៅចូលទៅចាំពីមកវិញរៀបចេញរៀបខ្លួនទូចូលពីហាត់ពីយើងសុំចាប់ពីហាត់ពីទៅមកចូលដល់ក៏វាពីដៃឲ្យគ្រប់មួយទឹកបាត់ទៅមួយត្រេនចាំចូលកបាញ់ដល់ឯងកូនអត់ត្រូវវាពីយកយកចុកចាក់អត់អត់ទៅទេមិនអីទេអត់ទៅមកទៅចូលខាងទៅមកពីវិញទៅជួយវិញមកទៀតសុំទៅចូលបាត់ទេ
វិញ ចូលមួយជំនួសចម្លោះខំពីហាត់ពីអត់តែក៏អត់តែក៏មិនឲ្យប្រគួតទៀតទេបងប្អូនអើយអត់តែទៅចូលទៅហាត់ពី quá nặng và phút mặt của bác sĩ lúc này màu đỏ xanh nó chảy rất nhiều trên gương mặt của rất bẩn thỉu អស្ចារ្យណាស់បាទគុណខ្មែរតែជំទួងបុរបត់បាំងចូលផ្លោះគុំទៅរងហូនយេសុនក៏ស្ទុះគុំបាត់ដែរបាទអីឡើយនេះបាទមានរង្វាន់ពីនឹងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ Beverages ឧបត្ថម្ភដល់ហាត់ពីចំនួន10លានរៀល វ៉ាវបាទមួយជំទង់10លានសម្រាប់ហាន់ពីបាទជឿខ្លាំងមកពីខេត្តបាត់ដំបងបាទមួយជំទង់ទម្លុះគុំតែកីឡាករ Jason មិនអាចតស៊ូទៅមុខទៀតបានមន្ត្រីជនជាទីមេត្រីអញ្ញាកណាបានបញ្ឈប់ការប្រកួតនៅក្នុងទឹកទី1នេះតែម្ដងតាមរយៈការផ្ដួលគូប្រកួតឲ្យសន្លប់បាទកីឡាករកម្ពុជាម្ចាស់ខ្សែក្រវ៉ាត់ជើងឯកគុណខ្មែរពិភពលោក58គីឡូក្រាមបានទៅលើបង្គោលក្រហមគុណខ្មែរហាន់ពីបាទនេះទៅតែមួយផ្លែតតែម្ដងបាទមួយប្រព្រឹត្តភ្នែកខ្ញុំបាទទៅពេលនេះក៏សូមមានកិត្តិយសបាទសូមគោរពអញ្ជើញឯកឧត្តមខំខុនទេសរដ្ឋមន្ត្រីម៉ាំងស៊ីនីតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុឥឡូវនេះខ្សែក្រវ៉ាត់គុណខ្មែរពិភពលោក The World Champion 58 kilograms បាទឥឡូវមកដល់ដៃគណៈអធិបតីហើយបាទលោកនឹងបំពាក់ជូនដោយផ្ទាល់ដៃតែម្ដងជើងឯកគុណខ្មែរពិភពលោក58គីឡូក្រាមសូមអបអរសាទរជាថ្មីម្ដងទៀតដល់កីឡាករអ្នកប្រណាល់មកពីខេត្តបាត់ដំបងហាន់ពីបាទអរគុណនេះជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានថ្ងៃនេះកីឡាករឥណ្ឌូនេស៊ីបានស្គាល់នៅជង្គង់ដ៏ធ្ងន់របស់កីឡាករហាន់ពីសង្ឃឹមថាថ្ងៃណាមួយអ្នកទាំងពីរអាចមានឱកាសជួបគ្នានៅក្នុងព្រឹត្តិការណ៍បណ្ដាលធំជាបន្តបាទសូមគោរពថ្លែងអំណរគុណចំពោះគណៈអធិបតីបាទដែលលោកបានផ្ដល់កិត្តិយសក្នុងការបំពាក់ខ្សែក្រវ៉ាត់បាទជើងឯកពិភពលោកដល់ហាន់ពីអូយអ្នកបាត់ដំបងបាទតែប៉ុណ្ណេះកំពុងតែហូរមែនទែនហើយ